ការរៀនតែងសេចក្តីបងប្អូនជ្រើសរើសយកការរៀនមុន3ខែហើយទៅប្រឡងវាធ្វើឲ្យបងប្អូនភ័យនៅក្នុងពេលប្រឡងព្រោះអីបងប្អូនចេះអត់ទាន់អស់អត់ចេះពីរបៀបពីមូលដ្ឋានគ្រឹះអញ្ចឹងបងប្អូនជ្រើសរើសយកការរៀនតែងសេចក្តីហ្នឹងពីដើមឆ្នាំវិញល្អហេតុអីគូថាអញ្ចឹងបងប្អូនមើលនេះណាឃើញទេពេលរៀនពីដើមឆ្នាំទី1បងប្អូនចេះមូលដ្ឋានគ្រឹះទី2ចេះរៀនវិភាគប្រធានទី3ហ្នឹងសម្បូរគំនិតច្រើនហើយទី4ស្គាល់ឧទាហរណ៍តើប្រធានតែងសេចក្តីប្រភេទអក្សរសិល្ប៍បែបស្នេហាជាតិដូចឆ្នាំហ្នឹងអញ្ចឹងគេលើកឧទាហរណ៍ពីណាខ្លះឃើញទេបើលើកពីសង្គមគេលើកមិនខ្លះហើយបន្តមកទៀតគឺចេះរៀបចំគំនិតព្រោះអីនៅក្នុងខ្លឹមសារបកស្រាយយើងអាចបកស្រាយទៅពីទៅពីបានទេគឺយើងមានលំដាប់លំដោយទី1ទី2ទី3តោះណាមកពេលដល់ពាក់កណ្ដាលឆ្នាំនេះពាក់កណ្ដាលឆ្នាំយើងហាត់សរសេរវាជាប្រចាំណាហើយយើងយកប្រធានចាស់ហ្នឹងឆ្នាំចាស់ហ្នឹងមកវឹកហាត់សរសេរបន្ថែមមកចេញបញ្ចូលគំនិតគេនិងគំនិតយើងបន្ថែមទៀតហើយទី3គឺរៀនកែសំណេរហ្នឹងគឺការអក្ខរាវិរុទ្ធអ្នកខ្លះកូនសិស្សខ្លះដៃក្បត់ចិត្តគិតផ្សេងតែដៃធ្វើផ្សឹងឃើញទេហើយយើងត្រូវបង្កើតល្បឿននៃការសរសេរឲ្យវាល្អជាងមុនណាព្រោះពេល2ម៉ោងកន្លះគឺវាខ្លីអញ្ចឹងទាមទារឲ្យយើងវឹកហាត់ឲ្យខ្លាំងហើយដល់ពេលដល់3ខែចុងក្រោយនេះយើងចាប់ផ្ដើមមកប្រមូលគំនិតសំខាន់ហ្នឹងទុកម្ដុំដើម្បីឲ្យគេដើម្បីប្រើប្រាស់នៅពេលប្រឡងចេះគ្រប់គ្រងពេលវេលា2ម៉ោងកន្លះតែយើងធ្វើមិនខ្លះដើម្បីឲ្យសរសេរតែងសេចក្តីមួយហ្នឹងបានគ្រប់ជ្រុងជ្រោយហើយអានេះ exam ហ្នឹងគឺវឹកហាត់ណាសាកល្បងធ្វើហើយកែចំណុចខ្សោយទៅរកខ្លួនឯងឃើញតើកន្លែងខ្សោយអីនៅក្នុងតែងសេចក្តីហ្នឹងហើយបន្តមកទៀតត្រៀមយុទ្ធសាស្ត្រថ្ងៃប្រឡងមកធ្វើម៉េចកុំឲ្យភ័យហើយពេលដាក់ប្រធានមកភ្លាមហ្នឹងគួរយើងចាប់ផ្ដើមធ្វើបែបណាដើម្បីឲ្យតែងសេចក្តីហ្នឹងបញ្ចប់ដោយរលូនកូនសិស្សខ្លះគាត់អានតែគាត់ចេះគាត់អត់សរសេរគ្រងទុកទេគាត់ធ្វើឆៅដល់ពេលពាក់កណ្ដាលទីគឺភ័យភ្លេចអស់លេងអញ្ចឹងចង់រៀនឆាតមកភ័យណា